Bà sưu đây chân hay nít nhung sung ở bằng hai ở trong lịch clay muối chúng môi nâng ca thơ so để miền tây bật tuột nó khang cào ở bị bạ thì cứ nghi sưu men đèn bật tay trộn đâm còn lư bao về và chân chia đồng bốn cứ trâu tơ rô bỏ để cua số để dừng và chúng ta chia teach box nó không insert để miền so a muối ní bà vô muối na các bạn này hay bật tuột mát với ca plug đồ viết bà chia pum so không máyខ្ញុំសូមដាក់បាត់ដំបងលោកខ្ញុំសរសេរអក្សរមួយមកកនេះបាទហើយសូមយកទំហំអក្សរបាទសូមសាក150សិនពេលធ្វើនៅក្នុងกระดาษជាក់ស្ដែងបាទអាចជ្រើសរើសតាមចិត្តចង់បាទហើយព្យាយាមដាក់វាមកកណ្ដាលមកដើម្បីពេលដែលធ្វើទៅងាយស្រួលគ្រប់អក្សរហើយការធ្វើដើម្បីងាយស្រួលនៅពេលដែលយើងធ្វើគឺយើងត្រូវតែដោះនេះចេញបាទទី1គឺដោះបន្ទាត់នេះចេញទី2គឺដោះពណ៌ផ្ទៃរបស់វាចេញយើងដោះដើម្បីកុំឲ្យវាជាប់បានន័យថានៅពេលដែលយើងទាញឬក៏យើងអូសទៅកន្លែងណានេះកុំឲ្យវាកោងគ្នាអញ្ចឹងខ្ញុំដោះចេញចូលទៅក្នុង save format save fill បាទ you no fill អញ្ចឹងអស់ហើយ save outline យកនៅ outline អស់បាទឥឡូវយើងទៅមើលទាំងអស់គ្នាបាទសូមselect បែបនេះហើយរឿងដែលយើងអាចធ្វើបានវាមិនអាចធ្វើនៅក្នុងកន្លែងចាក់ពណ៌ទេគឺត្រូវតែមកយកនៅក្នុង save format នេះបើសិនជាមើលមកកន្លែងនេះនឹងមាន2គេដាក់ថា text fill ហើយនឹង text outline អញ្ចឹង text fill នេះយើងអាចបដូរពណ៌បានដូចកន្លែងចាក់ពណ៌នៅក្នុងការប្រើនៅជាមួយ home ដូចគ្នាដែរបាទអញ្ចឹងបដូរបានប៉ុន្តែនៅទីនេះគឺយើងអត់ប្រើទេយើងត្រូវដោះពណ៌នឹងចេញបាទអញ្ចឹងយើងដោះយកថា no fill បាទហើយអក្សរនឹងវានៅជាប់ select នឹងដដែលហើយយើងធ្វើម៉េចដើម្បីឲ្យបានបាទយើងទៅយកកន្លែង text outline បាទអញ្ចឹង text outline ឥឡូវបាទនេះយកពណ៌ណាមួយដែលចង់បានមកឧទាហរណ៍ខ្ញុំយកពណ៌បៃតងនេះអញ្ចឹងយើងបានប៉ុណ្្នឹងហើយបាទយើងបានសម្រាប់ទៅឲ្យកុមារប្រើសម្រាប់កុមារផាត់ពណ៌ហើយចង់បានតូចឬធំបាទទាញបែបណាពេលដែលធ្វើគំរូហើយអាចធ្វើការបានហើយរឿងដែលធ្វើបន្តទៀតធ្វើអីមិនមែនធ្វើតែបន្ទាត់ហ្នឹងគឺហើយទេគឺអ្វីដែលយើងត្រូវមើលគឺទំហំរបស់បន្ទាត់បាទគួរតែ print ចេញសិនទៅហើយចាំមើលថាតើបន្ទាត់ហ្នឹងគឺគួរយកប៉ុណ្ណាឧទាហរណ៍ខ្ញុំសាកល្បងខ្ញុំយកឲ្យធំឲ្យមើលបាទអញ្ចឹងកាលណាដាក់វាកាន់តែក្រាស់អាបន្ទាត់ហ្នឹងគឺវាកាន់តែលេចខ្លាំងបាទពូកន្លែងនេះដោយសារតែយើងគ្រាន់តែជាចំណែកមួយដើម្បីឲ្យកុមារចំណាំទេចំណាំថាពេលដែលផាត់ពណ៌អត់ឲ្យចេញក្រៅពីតួអក្សរមួយនឹងទេអញ្ចឹងអាចបាទសាកល្បងមើលថាតើយើងបានអក្សរហ្នឹងគឺបែបណាអញ្ចឹងបើសិនជាបានហើយឧទាហរណ៍អក្សរខបាទអញ្ចឹងអក្សរខបាទខកអញ្ចឹងគឺវាងាយបែបនេះឯងទៅពេលដែលយើងធ្វើគំរូមួយរួចជាស្រេចហើយពុំអក្សរគឺសូមកំណត់ខ្លួនឯងខ្ញុំសូមបង្ហាញតែខ្លីថាតើអក្សរដែលយើងចង់ធ្វើតែបន្ទាត់ខាងក្រៅត្រូវយកនៅកន្លែងណាដើម្បីងាយស្រួលបាទអញ្ចឹងអរគុណ